nhómឈ្មោះអឿនកិត្យាជាគ្រូកម្រិតពុទ្ធិកមធ្យមសិក្សាធម្មភូមិនៅទីតាំងនៅពុទ្ធិកសិល័យព្រះសារាមរិទ្ធលោកនេះខ្ញុំពេញយើងតែម្ដងចំណុចធំបំផុតគឺស្រឡាញ់ក្តីស្រឡាញ់ដោយសារខ្ញុំអតីតអ្នកបួសអញ្ចឹងភាសាបាលីគឺជាភាសាដែលត្រូវត្រង់នៅពុទ្ធវចនៈដែលមានបទវគ្គថាទេពេដកាំងពុទ្ធវចនៈបាលីតេតិទៅជាភាសាបាលីហ្នឹងគឺសំដៅទៅលើភាសាដែលត្រូវត្រង់នៅពុទ្ធវចនៈពោលគឺបត្រៃបិដកដូច្នេះចង់ឬក៏មិនចង់អ្នកដែលជាពុទ្ធសាសនិកឬក៏អ្នកដែលមានកតបកិច្ចដែលមុជជ្រៅនៅក្នុងសាសនាគឺត្រូវតែយល់ដឹងនៅភាសាបាលីនេះជាគោលទោះបីយើងត្រូវទៅបកស្រាយត្រូវដូចជាប្រសងទៅទេសនាឬក៏យើងត្រូវបញ្យល់នៅក្នុងន័យណាមួយដើម្បីឲ្យវាស៊ីជម្រៅក៏យើងត្រូវទាញយកនៅអកតដ្ឋាននៃបាលីហ្នឹងជាគោលដើម្បីទៅបកស្រាយបើយើងស្ទើរយើងអត់មានមូលដ្ឋានដើម្បីទៅបកស្រាយអត់មានគ្រឿងអាងមានន័យថាយើងអត់ចេះភាសាបាលីគឺយើងអាចធ្វើបានឲ្យវាច្បាស់លាស់ទេបាទបើយើងសង្កេតទៅលើការសិក្សាបើយើងនិយាយចេះយើងមានពីរវិធីនៅក្នុងសម័យបុរាណការសិក្សាវាអញ្ចឹងមែនទាមទារឲ្យមានការទន្ទិញឲ្យច្រើនបាទប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះយើងមានវិធីសាស្ត្រផ្សេងក្រៅអំពីការទន្ទិញច្រើនឲ្យថយការទន្ទិញបានន័យថាទន្ទិញតិចទន្ទិញនៅមេរៀនណាដែលត្រូវចាំដែលចាំបាច់បំផុតទើបយើងឲ្យទន្ទិញហើយមេរៀនណាដែលយើងគ្រាន់តែអានយល់យើងឲ្យអានយើងកាត់បន្ថយអញ្ចឹងបានណាលោកគ្រូបងផ្សេងពីនឹងទៀតពាក់ព័ន្ធជាមួយនឹងភាសាបាលីសម្រាប់ខ្ញុំពីព្រោះជាភាសាមួយដែលมันយើងមិនបាច់និយាយដល់កុហកដែលគាត់មិនដែលបួសទេសូម្បីតែប្រសងក៏លោកមិនសូវមានចំណាប់អារម្មណ៍ទៅលើមុខវិជ្ជានឹងដែរប៉ុន្តែពេលដែលមានសមណសិស្សដែលលោកសិក្សារៀនសូត្រលោកយល់ដឹងវាជារឿងដែលសប្បាយចិត្តដែលសង្ឃឹមនឹងមានអ្នកដែលស្នងហើយក៏អាចខ្លាចជាប្រសងដែលអាចត្រូវត្រង់នៅសាសនាផ្សព្វផ្សាយសាសនាយកនៅធម៌វិន័យដែលពិតចេញពីភាសាបាលីចេញពីបត្រៃបិដកជាគោលហ្នឹងយកទៅផ្សព្វផ្សាយដល់ពុទ្ធបរិស័ទដែរហ្នឹងអញ្ចឹងណាបើយើងធ្ងន់ខាងហ្នឹងមានន័យថារាល់ការបកស្រាយទាំងអស់គឺយើងមានភាសាបាលីជាគោលយើងអត់សូវបញ្ចូលនៅគំនិតរបស់ខ្លួនទេព្រោះពេលខ្លះអ្នកខ្លះប្រកែកនិយាយក៏ប្រកែកបញ្ចូលនៅគំនិតរបស់ខ្លួនអញ្ចឹងណាប៉ុន្តែពេលដែលលោកបានសិក្សាយល់ដឹងអំពីធម៌អាលោកចេះបាលីច្រើនរាល់ការបកស្រាយរបស់លោកគឺមានគ្រឿងអាមិនមែនជាគំនិតរបស់លោកតែជាពុទ្ធដីកាអញ្ចឹងណាក្នុងសម័យ digital ហ្នឹងវាមានរឿងពីរ